ចាសូមជម្រាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាមាសប្រាក់ពេញថាសមិនស្មើនឹងកូនចៅអង្គុយជុំចិត្តទេហើយសម្ដីវិញផ្អែមស្និទ្ធជាទឹកអមរិតប្រោះព្រំកាយាឲ្យចិត្តមនុស្សចាស់ស្រស់ថ្លាអត់ដំមានន័យក្នុងវ័យជរាមែនហើយលុយកាក់វាពិតជាសំខាន់សម្រាប់ទិញចំណីអាហារនិងថ្នាំសង្កូវតែអ្វីដែលជួយឲ្យផ្លូវចិត្តគាត់រស់នៅបានល្អបានរុងរឿងហើយប្រកបដោយគុណភាពជីវិតនោះគឺភាពកក់ក្ដៅជាកម្លាំងរស់កូនក្មួយខ្លះធ្លាប់គិតថាការផ្ញើលុយជូនដល់ដៃមាតាបិតាគឺជាការបញ្ចប់នៅការបព្វកិច្ចក្នុងនាមជាកូនចៅនិងការបំពេញតួនាទីរបស់ខ្លួនហើយក៏តោងតែត្រេកអរសប្បាយចិត្តប៉ុន្តែក្មួយដឹងទេមិនដូច្នោះទេពេលដែលលោកមានម្ហូបឆ្ងាញ់ពិសាតែម្នាក់ឯងលោកតែងតែនឹករលឹកទៅដល់កូនចៅហើយក៏រលីងរលោងទឹកភ្នែកពិសាបាយទាំងយំយែកទឹកភ្នែកលេខបាយមិនថាយប់ឬមិនថាថ្ងៃលោកតែងតែទន្ទឹងមើលផ្លូវនឹកគិតដល់កូនចៅជានិច្ចនឹកកូនពុនពេកចង់ឮសំនៀងចង់ណែតនិតត្រកក3ទឹកចិត្តម្ដាយថ្លៃតែងនឹកកូនប្រុសស្រីជាអមតៈតែគាត់ចង់ដឹងណាស់ព្រួយបារម្ភណាស់អំពីភាពសុខទុក្ខរបស់កូនចៅថាតើកូនចៅធ្វើការងារហត់នឿយប៉ុណ្ណាហើយបានបាយហូបរនៅហើយសុខសប្បាយដែរឬទេនេះគឺជាក្តីបារម្ភរបស់មាតាបិតាដែលរមែងគ្រប់គ្នាគិតទៅដល់កូនចៅកុំទុកគាត់ឲ្យរស់នៅក្នុងផ្ទះដ៏ស្កឹមស្កៃតែបែរជាមានអារម្មណ៍ថាខ្លួនគាត់ដូចជានៅឯកោកណ្ដាលវាលថ្ងៃនេះសូមក្មួយកំផ្ញើតែលុយសូមផ្ញើទាំងសម្លេងនិងក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងខាយូត្រៀមខ្លួននៅក្បែរពួកគាត់ជានិច្ចដរាបណាក្មួយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែពួកគាត់ខាយូបានចូលនៅក្នុងរួមចំណែកដើម្បីជួយផ្ដល់ថែទាំសុខភាពផ្លូវកាយផ្លូវចិត្តនិងបច្ចេកទេសក្នុងការថែទាំគ្រប់ពេលវេលាខាយូមានបុគ្គលិកសំខាន់ដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់ជ្រុងសពជ្រុងជ្រោយដើម្បីថែទាំប្រកបដោយបេះដូងនិងសេចក្តីមេត្តាធម៌សូមបន្តបើសិនជាមានចម្ងល់សូមតាក់ទងតាមរយៈលេខទូរស័ព្ទ081 648 650ឬ www.kayucambodia.com សូមអរគុណ